get the view ចំណាយពេលត្រឹមតែ1ម៉ោងក៏អាចទៅលេងប្រាសាទបានដែរហើយវាអត់នៅណាឆ្ងាយទេក៏នៅត្រឹមខេត្តតាកែវយើងហ្នឹងនៅនេះមានឈ្មោះថាភ្នំជីសូនេះគឺជា vlog ទី2របស់ខ្ញុំហើយមិនដឹងដែរខ្ញុំអត់ទៅណាឆ្ងាយពីក្រុងប្រហែលទេគឺនៅជិតក្រុងយើងទេមួយថាខ្ញុំមកថ្ងៃនេះគឺដោយសារតែកន្លែងនេះគឺជាកន្លែងឆាហួតរបស់ខ្ញុំដែលខ្ញុំធ្លាប់មកតាំងពីក្មេងដែរហើយក៏ខ្ញុំនឹកឃើញថាអូគួរតែមកលេងម្ដងទៀតចឹងណាក្នុងការធ្វើដំណើរខ្ញុំជិះម៉ូតូទៅណាហើយខ្ញុំចេញទៅខ្ទង់ម៉ោង3ហើយទៅអ៊ីងឡែតតិចដោយសារតែចង់ទៅមើល sunset ផងណាមួយនៅចិត្តផងអញ្ចឹងអត់ត្រូវការមកពេលថ្ងៃពេកទេខ្ញុំទៅដល់ហ្នឹងតែចដានអីគឺវាមេឃភ្លៀងមេឃល្ងិតគឺអត់មាន sunset ឲ្យខ្ញុំមើលទេឥឡូវយើងបានមកដល់ហើយសម្រាប់ផ្លូវឡើងគឺអត់ពិបាកទេសម្រាប់បងប្អូនណាគាត់ខ្លាចពិបាកឡើងអីចឹងណាគឺអត់ពិបាកយកហ្មងដោយសារតែកាមចដាក៏វាអត់ញឹកហើយផ្លូវក៏វាឆ្ងាយគឺយើងឡើងទៅ5នាទីក៏ដល់ហើយអញ្ចឹងគឺថាចិត្តមែនតើស្រួល easy នេះគឺជាប្រាសាទមួយអាចដើរឡើងពីប្រាសាទនេះអូយមកដល់លើនេះមកលេងប្រាសាទនេះបាន yes sir នេះប្រាសាទនេះ view គឺ oh my god ស្អាតមែននេះគឺជាពេលវេលាដ៏មានតម្លៃសម្រាប់ខ្ញុំមួយនៅពេលដែលពេលវេលាដើរយឺតគឺអត់ប្រញាប់ទៅណា slow គឺធ្វើឲ្យខ្ញុំបាន enjoy និង relax ពេញសិតយកហ្មងតែពីបេកូនទៅមួយtouring ប្រាសាទអូខ្នងស្អាតណាស់អ្នកនរគ្នាមើលទៅយ៉ាងជាតិចដោយសារខ្ញុំមាន land wide Oh my god Whatខ្ញុំពិតជា recommend នៅនេះមែនតើដោយសារតែមាន view ស្អាតមានប្រាសាទហើយក៏មានកន្លែងញ៉ាំអីដែរនៅនេះគេមានរៀបចំកញ្ចុះឲ្យយើងញ៉ាំអីដែរ so yeah អ្នកនរគ្នាគួរតែមកខ្ញុំ recommend ឲ្យមកមែនតើអរគុណអ្នកនរគ្នាចំពោះការទស្សនាវីដេអូមួយនេះគឺជា vlog ទី2ដែលខ្ញុំធ្វើហើយសូមអ្នកនរគ្នា support ជួយ subscribe ជួយ like ផងអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយ